ដល់ពេលក្នុងការប្រមូលផលស្ពៃកញ្ញាញបងប្អូនពូកពីយើងដាំទល់ឡើងហ្នឹងគឺต้อง22ទៅ23ថ្ងៃអញ្ចឹងណាបងប្អូនហើយការដាំគឺខ្ញុំដាំនៅក្នុងកែវកញ្ចក់ដូចបងប្អូនឃើញចឹងគឺយើងដាំនៅលើត្បូងផ្ទះព្រោះថាជាទូទៅលើយើងអត់មានដីនឹងខំហើយយើងមានដីនៅត្បូងលើផ្ទះត្នេហ្នឹងយើងអាចដាក់ផើងកែវឬក៏ជ័រឬក៏ស្នោអញ្ចឹងណាបងប្អូនហើយយើងដាំបន្លែជាលក្ខណៈគ្រួសារយើងអាចដាំជាពពុះស្ពៃពពុះបន្លែយកស្លឹកណាហើយខ្លះទៅក៏យើងអាចដាក់ជាពពុះមើមពពុះបន្លែបានដូចគ្នាតែរដូវនេះរដូវក្តៅអញ្ចឹងខ្ញុំដាំជាពពុះបន្លែយកស្លឹកយើងមានជាប្រភេទស្ពៃកញ្ញាមានជាតកូនអីអញ្ចឹងណាបងប្អូនហើយតើតើនឹងការដាំបន្ទាល់ឡើងហ្នឹងគឺ20ថ្ងៃជាងតែស្ពៃរបស់យើងមើលទៅឃើញថាធំពេញកែវបងប្អូនហើយណាមួយខ្ញុំអត់នៅផ្ទះប្រហែលជា4ថ្ងៃអញ្ចឹងទៅមកដល់គឺស្ពៃឡើងមុខកែវអស់លេងបងប្អូនធំតែម្ដងគឺយើងចិត្តដល់ពេលដែលយើងចាប់ដើមប្រមូលផលហើយព្រោះថាបើយើងប្រមូលផលបើយើងញ៉ាំតែលក្ខណៈគ្រួសារយើងញ៉ាំអត់ហើយបងប្អូនតែយើងអាចចែកគ្នាទៅបានអ្នកមួយស្លដែរអញ្ចឹងណាបងប្អូនចាគឺល្អមែនតើហើយជាពិសេសគឺយើងអាចធ្វើជាបន្លែលក់ឬក៏ស្ងោរគឺតកតងនឹងពពុះបន្លែយើងដាំនេះគឺយើងដាំដោយធម្មជាតិគឺយើងប្រើប្រាស់ជាមួយនឹងប្រភេទជីធម្មជាតិអញ្ចឹងណាបងប្អូនអញ្ចឹងគឺការល្អស្មើគ្នាហើយដើមរបស់វាគឺថ្លោះតែម្ដងមើលទៅខ្ចីតំណងគួរឲ្យចង់ញ៉ាំអញ្ចឹងណាបងប្អូនចាបងប្អូនអាចសាកល្បងបានទាំងអស់គ្នានៅលើតំបន់ផ្ទះរបស់យើងអាចចាប់ផ្ដើមដាំបន្លែជាលក្ខណៈគ្រួសារហើយយើងចង់ញ៉ាំអីយើងដាំនឹងទៅស្រួលបងប្អូនបើសិនជាករណីយើងដាំតម្រូវអ្វីដែលយើងចង់ញ៉ាំគឺយើងសប្បាយចិត្តហើយយើងអាចមើលថែទៅយើងឃើញថាការលូតលាស់ការដុះមកនោះពីមួយថ្ងៃទៅមួយថ្ងៃវាចាប់ផ្ដើមធំម្ដងតិចទៅអញ្ចឹងយើងសប្បាយចិត្តបងប្អូនចាឥឡូវគឺដល់ពេលដែលខ្ញុំចាប់ផ្ដើមកាត់ស្ពៃហើយព្រោះថាស្ពៃយើងបើយើងទុកទៀតក៏វាចាស់អត់ឆ្ងាញ់ដែរចាអញ្ចឹងយើងបាច់ទុកឲ្យវាធំហើយព្រោះវាជាប្រភេទស្ពៃកញ្ញាមិនមែនជាស្ពៃក្តោបអញ្ចឹងណាអញ្ចឹងយើងអាចធ្វើការប្រមូលផលបានលើខ្ចីអញ្ចឹងគឺវាឆ្ងាញ់ស្រួយឆ្ងាញ់ហើយវីតាមីនក៏ច្រើនដែរអញ្ចឹងណាបងប្អូនអញ្ចឹងយើងចាប់ផ្ដើមប្រមូលផលស្ពៃរបស់យើងពីមួយកែវទៅមួយកែវព្រោះថាស្ពៃរបស់យើងដាំនៅក្នុងកែវនេះបើយើងប្រមូលគឺច្រើនបងប្អូនគួរឲ្យក្នុងមួយកែវខ្ញុំដាក់4ដើម5ដើមគិតថាវាទូចអញ្ចឹងណាតែតទៅពេលដាំទៅវាចាប់ផ្ដើមល្អដល់ប្រើជាមួយជីកំប៉ុងទៀតចឹងគឺដើមមកវាគុំមកវាធំមានអាណាទៅវាខ្លះទៅតូចដោយសារនៅកណ្ដាលអីចឹងទៅតែគុំខ្លះគឺធំបងប្អូននេះបើដូចគុំនេះវិញគឺធំមែនតែនចាហើយតំណងឡើងស្រួយស្រាប់តែម្ដងបងប្អូនយើងចង់និយាយថាពេលដែលយើងឃើញចឹងយើងគួរឲ្យចង់ញ៉ាំចឹងណាចឹងបងប្អូនអាចធ្វើការសាកល្បងដាំទាំងអស់គ្នាយើងដាំបន្លែហូបវាសុវត្ថិភាពទាំងអស់គ្នាចឹងណាបងប្អូនចាហើយយើងដាំហើយយើងប្រមូលផលយើងមើលការលូតលាស់អញ្ចឹងបានយើងដឹងថាអូស្ពៃគឺយើងអាចដាំបានស្រួលដាំដែរអញ្ចឹងណាបងប្អូនចាអញ្ចឹងសង្ឃឹមថាបងប្អូនអាចនឹងធ្វើការដាំដុះបន្លែហូបជាលក្ខណៈគ្រួសារទាំងអស់គ្នាហើយយើងហូបបន្លែច្រើនគឺជួយឲ្យយើងមានសុខភាពល្អហើយបុកផ្សំជាមួយនឹងការហាត់ប្រាណទៀតវាធ្វើឲ្យយើងមានសុខភាពល្អហើយយើងសម្បូរវីតាមីនហើយរាងរបស់យើងក៏ស្អាតដែរបងប្អូនជាពិសេសគឺការហាត់ប្រាណនឹងតែម្ដងចាអញ្ចឹងសង្ឃឹមថាបងប្អូនចានឹងធ្វើការដាំបន្លែគ្រប់គ្នាតែម្ដងដើម្បីហូបជាលក្ខណៈគ្រួសារនៅតាមផ្ទះរបស់យើងពួកយើងកាត់បន្ថយការទិញបន្លែពីខាងក្រៅក៏ដូចជាបន្លែសុវត្ថិភាពសម្រាប់ខ្លួនយើងនិងគ្រួសារយើងផងដែរអរគុណ